Chào mừng bạn vào giờ màបន្តមេរៀនរបស់យើងទៀតតកតងទៅនឹងសំណួរគុយសៀមពហុចំឲ្យជ្រើសរើសប៉ុណ្ណាចឹងទេកុំឲ្យវីដេអូនេះកាន់តែវែងខ្ញុំនិយាយធៀប3ធៀបសភៅហ្នឹងបងខ្ញុំកត់ហើយសំណួរទី1គេសួរថាតើប្រទេសកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃខែឆ្នាំណានៅថ្ងៃទី14ធ្នូឆ្នាំ1955ប៉ុណ្ណា2តើបច្ចុប្បន្នប្រទេសកម្ពុជាមាន25រាជធានីខេត្ត3តើថ្ងៃសុក្រត្រូវនឹងសម្លៀកបំពាក់ពណ៌អ្វីគឺពណ៌ខៀវ4តើលេខ1 2 3 4ជាប្រភេទលេខអ្វី B លេខអារ៉ាប់5តើប្រទេសណាដែលមានផ្ទៃដីធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍គឺឥណ្ឌូនេស៊ីប៉ុណ្ណា6តើប្រទេសណាដែលមានប្រជាជនតិចជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ប្រទេសមួយណាបើមានសង្ហបុរីប្រ៊ុយណេកម្ពុជាឡាវប្រទេសដែលមានប្រជាជនតិចជាងគេគឺប្រ៊ុយណេប៉ុណ្ណា27តើខេត្តណាដែលមានផ្ទៃដីធំជាងគេនៅប្រទេសកម្ពុជាគឺមណ្ឌលគិរី8តើប្រទេសណាដែលមានផ្ទៃដីធំជាងគេនៅលើពិភពលោកគឺរុស្ស៊ីធំជាងគេ9តើតាមចន្ទគតិមានប៉ុន្មានខែគឺ12ខែ10តើផ្ទៃដី1ហិកតាស្មើនឹងប្រមាណ1ហិកតាស្មើនឹង10000ម៉ែត្រការ៉េផ្ទៃដី1ហិកតាស្មើនឹងប្រមាណគឺស្មើនឹង10000ម៉ែត្រការ៉េ10000ម៉ែត្រការ៉េ1ហិកតា11តែរាជធានីភ្នំពេញបច្ចុប្បន្នមានខណ្ឌចំនួនប្រមាណភ្នំពេញបច្ចុប្បន្នមាន14ខណ្ឌ12តែមកទល់បច្ចុប្បន្នប្រទេសកម្ពុជាឆ្លងកាត់ការធ្វើជំរឿនប្រជាជនប្រមាណលើកមកហើយបច្ចុប្បន្នគឺបានដូចជា4លើករួចមកហើយ13តើការធ្វើជំរឿនប្រជាជនជាសមត្ថកិច្ចរបស់ស្ថាប័នណាការធ្វើជំរឿនជាសមត្ថកិច្ចរបស់ក្រសួងផែនការរបស់ក្រសួងផែនការ14ប្រទេសកម្ពុជាបច្ចុប្បន្នកាន់យកព្រះពុទ្ធសាសនាហីនយានទេហីនយានហើយប្រទេសសាសនាហីនយានហ្នឹងគឺយានតូចហើយមាន2និកាយគឺធម្មគឺមហានិកាយមួយនិងធម្មយុត្តិកនិកាយមួយ15តើពិធីកាន់បិណ្ឌមានរយៈពេលប្រមាណថ្ងៃ14ថ្ងៃតើប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាSEA Games នៅឆ្នាំណា23ចលនារបស់ផែនដីវើជុំព្រះអាទិត្យបង្កើតបានជារង្វើខ្ញាល់ចលនារបស់ផែនដីវើជុំវិញព្រះអាទិត្យបង្កើតបានជារង្វើជុំសំទោសរង្វើតើរង្វើជុំ18តើប្រទេសបារាំងដាក់អាណាព្យាបាលនិងអាណានិគមលើប្រទេសកម្ពុជារយៈពេលប្រមាណឆ្នាំ90ឆ្នាំ19សេចក្តីអាណិតអាសូរការជួយសន្តោសអ្នកដទៃឲ្យរួចផុតពីសេចក្តីទុក្ខគឺជាមេត្តាករុណាមុទិតាបេក្ខាតែជាករុណា20តើប្រទេសណាដែលមានប្រជាជនស្លាប់ដោយសារ COVID-19 ច្រើនជាងគេអាមេរិកជំរាបបងខ្ញុំញាតិទាំងអស់ក៏អញ្ចឹងយើងមកតមេរៀនរបស់យើងទៀតតកតងទៅនឹងសំណួរគុយសៀមពហុ
ចម្លើយជ្រើសរើសប៉ុណ្ណាយើងតសំណួរទី65គិតមកដល់បច្ចុប្បន្នឆ្នាំ2025ហ្នឹងតើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាក្រុងក្រុមប្រឹក្សាស្រុកក្រុមប្រឹក្សាខណ្ឌធ្វើលើកចុងក្រោយនៅឆ្នាំណា2024តើតងទៅនឹងការជ្រើសរើសក្រុមប្រឹក្សាខេត្តក្រុងស្រុកខណ្ឌប៉ុណ្ណា66តើការបោះឆ្នោតជ្រើសតាំងសមាជិកប្រសិទ្ធភាពត្រូវបោះឆ្នោតតាមបែបអសកលប្រសិទ្ធភាពអសកលរដ្ឋសភាសកលរដ្ឋសភាមានអាណត្តិ6ឆ្នាំ68សមាជិកប្រសិទ្ធភាពត្រូវតែងតាំងដោយព្រះមហាក្សត្រចំនួន2រូបប្រសិទ្ធភាពនៃព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីឆ្នាំ1999ដែលមានប្រសិទ្ធភាព70មកទល់បច្ចុប្បន្នឆ្នាំ2025តើការបោះឆ្នោតជ្រើសតាំងសមាជិកប្រសិទ្ធភាពបានធ្វើឡើងប៉ុន្មានដងមកហើយមកធម្មឆ្នាំ2025យើងមាន5ដងមកហើយប៉ុណ្ណា71តើការបោះឆ្នោតជ្រើសតាំងសមាជិកប្រសិទ្ធភាពបានធ្វើឡើងលើកចុងក្រោយនៅឆ្នាំណាឆ្នាំ2024ក្នុងការរួចផ្ដើមគំនិតធ្វើច្បាប់សេចក្តីស្នើច្បាប់គឺជាសមត្ថកិច្ចរបស់រាជរដ្ឋរបស់ក៏មានរាជរដ្ឋាភិបាលខសមាជិករដ្ឋសភាឬសមាជិកប្រសិទ្ធភាពហើយត្រឹមត្រូវគឺខប៉ុណ្ណាសមាជិករដ្ឋសភាឬសមាជិកប្រសិទ្ធភាព73ក្នុងការប្រួយផ្ដើមគំនិតធ្វើច្បាប់សេចក្តីព្រាងច្បាប់ជាសមត្ថកិច្ចរាជរដ្ឋាភិបាលកប្រធានប្រសិទ្ធភាពខរាជរដ្ឋាភិបាលកព្រះមហាក្សត្រខប្រមុខរដ្ឋក្នុងគំនិតប្រួយផ្ដើមធ្វើច្បាប់សេចក្តីព្រាងច្បាប់ជាសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលអានេះគំនិតផ្ដួចផ្ដើមធ្វើច្បាប់សេចក្តីស្នើច្បាប់ជាសមត្ថកិច្ចរបស់សមាជិករដ្ឋសភាឬប្រសិទ្ធភាព74ស្ថាប័នដែលមានសមត្ថកិច្ចការពារគោរពរដ្ឋធម្មនុញ្ញបកស្រាយរដ្ឋធម្មនុញ្ញគឺក្រមប្រឹក្សាធម្មនុញ្ញ75ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញណាប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ76ការសាវឬវិសោធនកម្មធម្មនុញ្ញมันអាចធ្វើឡើងការណាប៉ះពាល់ដល់កប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបកខរបបប្រជានិយមអាស្រ័យរដ្ឋធម្មនុញ្ញកចំណូលរបស់ជាតិគឺទាំង3ហ្នឹង77សេចក្តីសម្រេចរបស់ក្រមប្រឹក្សាធម្មនុញ្ញជាសេចក្តីសម្រេចបិទផ្លូវតវ៉ា78ការសម្រេចដាក់ពិន័យលើចៅក្រមនិងព្រះរាជអាជ្ញាដែលប្រព្រឹត្តខុសដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម79បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាមិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដោយកំណត់ក្នុងផែនទីຂະຫນາດ1 លើ 1 សែនបើណា80ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលអាចចូលឈ្មោះឲ្យគេបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រត្រូវមានអាយុយ៉ាងតិច25ឆ្នាំ81ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលអាចចូលឈ្មោះឲ្យគេបោះឆ្នោតជ្រើសតាំងជាសមាជិកប្រសិទ្ធភាពត្រូវមានអាយុយ៉ាងតិច40ឆ្នាំ
82ឧត្តមក្រុមប្រឹក្សាការពារជាតិមានព្រះមហាក្សត្រជាព្រះធិបតី83ការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាការពារជាតិកំណត់ដោយព្រះរាជក្រមនិងច្បាប់ម្ដងទៀតការរៀបចំការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាការពារជាតិកំណត់ដោយព្រះរាជក្រមឬច្បាប់84ឧត្តមក្រុមប្រឹក្សាការពារជាតិត្រូវការកោះប្រជុំសាមញ្ញយ៉ាងតិច1ដងក្នុង1ឆ្នាំ1ដងក្នុង1ឆ្នាំក្រុមប្រឹក្សាធម្មនុញ្ញមានសមាជិកសរុប9រូបអគ្គលេខាធិការនៃក្រុមប្រឹក្សារដ្ឋធម្មនុញ្ញមានឋានៈនិងបព្វសិទ្ធិស្មើនឹងរដ្ឋមន្ត្រីអគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញមានឋានៈនិងបព្វសិទ្ធិស្មើនឹងរដ្ឋលេខាធិការ87ប្រធានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញមានឋានៈនិងបព្វសិទ្ធិស្មើនឹងប្រធានរដ្ឋសភា88សមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញមានឋានៈនិងបព្វសិទ្ធិស្មើនឹងអនុប្រធានរដ្ឋសភាព្រះមហាក្សត្រតែងតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួន3រូបតែងតាំងក្រុមប្រឹក្សាធម្មនុញ្ញបង90ក្រុមប្រឹក្សាធម្មនុញ្ញចាប់កំណើតការបំពេញលក្ខណៈនៅថ្ងៃទី15ខែមិថុនាឆ្នាំ1998ក្រុមប្រឹក្សាធម្មនុញ្ញចាប់ដំណើរការពេញលក្ខណៈនៅថ្ងៃទី15មិថុនា1998សមាជិកក្រុមប្រឹក្សាធម្មនុញ្ញត្រូវបានតែងតាំងឬជ្រើសតាំងពីចំណោមឥស្សរជនដែលមានអាយុយ៉ាងតិច45ឆ្នាំសមាជិកក្រុមប្រឹក្សាធម្មនុញ្ញត្រូវតែងតាំងឬជ្រើសតាំងពីចំណោមឥស្សរជនដែលមានអាយុយ៉ាងតិច45ឆ្នាំ92ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានអាណត្តិ9ឆ្នាំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានអាណត្តិ9ឆ្នាំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានព្រះមហាក្សត្រជាប្រធាន94ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រធ្វើឡើងលើកដំបូងនៅឆ្នាំ1993មានអន្តៈជាអ្នករៀបចំការបោះឆ្នោត95គិតមកដល់បច្ចុប្បន្នឆ្នាំ2025តើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រធ្វើឡើងប៉ុន្មានលើកមកហើយ7លើកមកហើយ96ត្រូវឆ្នាំ2025តើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រធ្វើឡើងលើកចុងក្រោយនៅឆ្នាំ2023 97ការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំសង្កាត់ធ្វើឡើងលើកដំបូងឆ្នាំ2002គិតមកដល់ឆ្នាំ2025តើការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំសង្កាត់ធ្វើឡើងប៉ុន្មានលើកមកហើយ5លើកមកហើយ99អ្នកបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំសង្កាត់គឺជាប្រធានអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់គឺជាប្រជាពលរដ្ឋ100តើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ធ្វើលើកចុងក្រោយនៅឆ្នាំណា2022 101តើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តក្រុមប្រឹក្សារាជធានីក្រុងក្រុមប្រឹក្សារាជធានីស្រុកក្រុមប្រឹក្សារាជធានីខណ្ឌធ្វើឡើងរៀងរាល់5ឆ្នាំម្ដង102តើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាស្រុកក្រុមប្រឹក្សាក្រុងក្រុមប្រឹក្សាខណ្ឌធ្វើឡើងលើកដំបូងនៅឆ្នាំណា2009គិតមកដល់បច្ចុប្បន្នឆ្នាំ2025តើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាក្រុងក្រុមប្រឹក្សាស្រុកក្រុមប្រឹក្សាខណ្ឌធ្វើឡើងប្រមាណលើកមកហើយ4លើករួចមកហើយប៉ុណ្ណាក
គាត់ឆ្នាំ2025 104តើបរិយានិច្ចកម្ពុជាអនុវត្តប្រព័ន្ធអ្វីអនុវត្តសេដ្ឋកិច្ចទីផ្សារ105ចេញយកពុកទឹករបបគ្រប់គ្រងរូបិយវត្ថុនិងប្រព័ន្ធហិរញ្ញវត្ថុត្រូវកំណត់ក្នុងបរិយាក្រមនិងច្បាប់106រដ្ឋសភាមានសមាជិកតំណាងរាស្ត្រយ៉ាងតិច120រូប107ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាគឺជាប្រធានរដ្ឋសភាម្ដងទៀតប្រធានគណៈកម្មការអចិន្ត្រៃយ៍របស់រដ្ឋសភាគឺជាប្រធានរដ្ឋសភា108រដ្ឋសភាមានគណៈកម្មការនានាចំនួន10គណៈកម្មការសំណួរទី109តំណាងរាស្ត្រមានឋានៈនិងបព្វសុទ្ធស្មើនឹងឧត្តមមន្ត្រីផុតលេខ110អគ្គលេខាធិការនិងអគ្គលេខាធិការរងនៃរដ្ឋសភាត្រូវតែងតាំងដោយព្រះរាជក្រឹត្យ111អគ្គលេខាធិការនិងអគ្គលេខាធិការរងនៃរដ្ឋសភាមានឋានៈស្មើនឹងរដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការ112ការសាយរេឬវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវធ្វើឡើងដោយច្បាប់ធម្មនុញ្ញ113សមាជជាតិប្រជុំមួយដងក្នុងមួយឆ្នាំនៅដើមខែធ្នូ114រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ1993ត្រូវបានអនុម័តដោយសភាធម្មនុញ្ញ115ការរៀបចំការប្រព្រឹត្តទៅនៃការរៀបចំនិងការប្រព្រឹត្តទៅនៃសមាជជាតិនឹងត្រូវកំណត់ក្នុងព្រះរាជក្រមនិងច្បាប់នីតិកាលរបស់ប្រសិទ្ធភាពមានកំណត់6ឆ្នាំ117ប្រសិទ្ធភាពប្រជុំជាសាមញ្ញក្នុងមួយឆ្នាំ2ដង118ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍របស់ប្រសិទ្ធភាពគឺជាប្រធានប្រសិទ្ធភាព119ប្រសិទ្ធភាពមានគណៈកម្មការនានាចំនួន10គណៈកម្មការសំណួរទី120អគ្គលេខាធិការនិងអគ្គលេខាធិការរងនៃប្រសិទ្ធភាពត្រូវតែងតាំងដោយព្រះរាជក្រឹត្យ121អគ្គលេខាធិការនៃប្រសិទ្ធភាពមានឋានៈនិងបព្វសិទ្ធស្មើនឹងរដ្ឋមន្ត្រី122អគ្គលេខាធិការរងនៃប្រសិទ្ធភាពមានឋានៈនិងបព្វសិទ្ធស្មើនឹងរដ្ឋមន្ត្រី123រដ្ឋសភានិង123រដ្ឋធម្មនុញ្ញនិងច្បាប់ប្រកាសឲ្យប្រើដោយព្រះរាជក្រម124ក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាលអាណត្តិទី7នេះមានចំនួន30ក្រសួងក្រសួង27ក្រសួង27ទីស្តីការគណៈរដ្ឋមន្ត្រី1ហើយនឹងនាយកដ្ឋាន2 125គណៈរដ្ឋមន្ត្រីតែងតាំងដោយនាយករដ្ឋមន្ត្រី126ក្រុមប្រឹក្សារាជធានីខេត្តក្រុងសុខខណ្ឌត្រូវជ្រើសរើសដោយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់127ប្រធានក្រុមប្រឹក្សារាជសម្បត្តិគឺជាប្រធានរដ្ឋសភា128សមាជិកក្រុម128សមាជិកប្រសិទ្ធភាពដែលត្រូវចាត់តាំងដោយព្រះមហាក្សត្រមានចំនួន2រូប
128សមាជិកប្រសិទ្ធិដែលត្រូវចាប់តាំងដោយព្រះមហាក្សត្រមានចំនួន2រូប124ប្រសិទ្ធិជាអង្គការដែលមានអំណាចនីតិបញ្ញត្តិ130បេក្ខជនព្រះមហាក្សត្រត្រូវមានព្រះជន្មយ៉ាងតិច30ព្រះវស្សា131អ្នកដែលមានសិទ្ធិឆោឈ្មោះជាបេក្ខជនតំណាងរាស្ត្រត្រូវមានអាយុយ៉ាងតិច25ឆ្នាំ132ក្រុមប្រឹក្សាគុំលកាត់មានអាណត្តិ5ឆ្នាំ133ក្រុមប្រឹក្សាក្រុងស្រុកខណ្ឌត្រូវតែងតាំងដោយអនុក្រឹត្យ134អ្នកដែលមានសិទ្ធិឆោឈ្មោះជាបេក្ខជនប្រសិទ្ធិត្រូវមានអាយុយ៉ាងតិច40ឆ្នាំ135ប្រសិទ្ធិបើកសម័យប្រជុំដំបូង60ថ្ងៃយ៉ាងយូរក្រោយពេលបោះឆ្នោតតាមការកោះប្រជុំរបស់ព្រះមហាក្សត្រ136នីតិកាលរបស់រដ្ឋសភាមានកំណត់5ឆ្នាំ137ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជសម្បត្តិ138ការរៀបចំការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជសម្បត្តិនៅមានកំណត់ក្នុងព្រះរាជក្រមឬច្បាប់139ប្រមុខរដ្ឋស្ដីទីគឺជាប្រធានប្រសិទ្ធិ140ទោសប្រហារជីវិតត្រូវបានសំទោសទោសប្រហារជីវិតមិនត្រូវឲ្យមានឡើយបានចែងនៅក្នុងរដ្ឋធម្មនុញ្ញត្រង់មាត្រា32 141ព្រះរាជាណាចក្រកម្ពុជាអនុវត្តរបបនយោបាយរបបសភានិយម142ប្រជាពលរដ្ឋខ្មែរប្រើអំណាចរបស់ខ្លួនតាមរយៈរដ្ឋសភានិងប្រសិទ្ធិរាជរដ្ឋាភិបាលសាលាជំរះក្តីគឺទាំង3ហ្នឹងបងណា143ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួនចែងក្នុងរដ្ឋធម្មនុញ្ញត្រង់មាត្រា53ថ្មី144រាជរដ្ឋាភិបាលទទួលខុសត្រូវនយោបាយចំពោះមុខរដ្ឋសភា145ក្នុងមុខងារនីតិកម្មគឺរដ្ឋសភាមានអំណាចខ្លាំងជាងប្រសិទ្ធិរដ្ឋសភាមានអំណាចខ្លាំងជាងប្រសិទ្ធិក្នុងមុខងារនីតិកម្ម146រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាតំណាងអធិបតេយ្យភាព147ប្រសិទ្ធិនៃព្រះរាជាណាចក្រកម្ពុជាតំណាងអធិបតេយ្យជាតិប្រសិទ្ធិមួយរដ្ឋសភាក៏តំណាងអធិបតេយ្យជាតិរដ្ឋសភាក៏តំណាងអធិបតេយ្យជាតិ48របបប្រជាធិបតេយ្យកម្ពុជាគឺជារបបប្រជាធិបតេយ្យដោយតំណាង149វិសោធនកម្មនៃសេចក្តីព្រាងច្បាប់ឬសេចក្តីស្នើច្បាប់គឺសេចក្តីស្នើសុំកែសម្រួលអត្ថបទច្បាប់កំពុងពិនិត្យនិងពិភាក្សា140ឬរដ្ឋាភិបាលកម្ពុជាអាចនឹងត្រូវបានទម្លាក់ដោយសភា41ព្រះរាជាណាចក្រកម្ពុជាស្ថិតក្នុងស្ថានភាពសង្គ្រាមលុត្រាណាតែព្រះមហាក្សត្រប្រកាសក្រោយពីមានការអនុម័តរបស់រដ្ឋសភាទាំងពីរ142រដ្ឋាភិបាលកម្ពុជាទទួលខុសត្រូវចំពោះមុខប្រសិទ្ធិតាមរយៈការសួរសំណួរដេញដោល43ការបោះឆ្នោតជ្រើសរដ្ឋសភាឡើងវិញអាចត្រូវរដ្ឋាភិបាលត្រូវបានបោះឆ្នោតទម្លាក់2ដងក្នុងរយៈពេល12ខែ144ការបង្កើតរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាធ្វើឡើងដោយខការបោះឆ្នោតទុកចិត្តពីរដ្ឋសភា145របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញជារបបនយោបាយដែរព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ146អាណត្តិរបស់រាជរដ្ឋាភិបាលត្រូវបញ្ចប់ដោយរដ្ឋសភា147ព្រះរាជាណាចក្រកម្ពុជាស្ថិតក្នុងភាពអាសន្នលុះណាតែព្រះមហាក្សត្រប្រកាសអាសន្នក្រោយពីមានមតិឯកភាពពី
នាយករដ្ឋមន្ត្រីនិងប្រធានរដ្ឋសភាទាំងពីរ148ការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាអាចធ្វើឡើងចំពោះមុខរដ្ឋសភា149ព្រះមហាក្សត្រកម្ពុជាទ្រង់គ្រងរាជសម្បត្តិប៉ុន្តែទ្រង់មិនកាន់អំណាចឡើយវាសខ្យខណ្ឌនេះមានចែងនៅក្នុងរដ្ឋធម្មនុញ្ញមាត្រា7វាសខណ្ឌមាត្រា7 150រដ្ឋសភាប្រជុំជាសាមញ្ញ2ដងក្នុងមួយឆ្នាំ151រដ្ឋធម្មនុញ្ញ151ក្រមប្រឹក្សារាជសម្បត្តិចំអានខុសរហូតចឹង156ក្រមប្រឹក្សារាជធានីខេត្តមានអាណត្តិ5ឆ្នាំ152នីតិកាលរបស់ប្រសិទ្ធិមានកំណត់6ឆ្នាំ153រដ្ឋសភានីតិកាលទី7មានសមាជិក125រូបចប់ហើយបងអារម្មណ៍មិនមូលទេថ្ងៃនឹងអធិស្ឋានផងប៉ុណ្ណាអារម្មណ៍មិនមូលទេអានខុសរហូតមកថ្ងៃនឹងអារម្មណ៍មិនមូលខ្វាយខ្វល់រឿងតសេនៃខេបបតផងតកតងទៅនឹងការងារប្រចាំថ្ងៃបងប៉ុណ្ណាមកពេលចឹងទៅអារម្មណ៍មិនមូលយ៉ាងបែកខ្ញែកអារម្មណ៍គិតយ៉ាងឆអត់មូលទៅក៏អធិស្ឋានផងចឹងទេអរគុណញោមយាសម្រាប់ការចូលមកទស្សនាវីដេអូថ្មីចាំបន្តនៅមេរៀនខាងមុខទៀតប៉ុណ្ណាសូមអរគុណច្រើន